ជា5ប្រទេសដែលមានរូបិយប័ណ្ណរឹងមាំជាងគេបំផុតនៅលើโลกគ្រប់គ្នាប្រហែលជាគិតថាដុល្លារគឺជាស្ដេចនៃរូបិយប័ណ្ណទូទាំងពិភពលោកត្រូវអត់តែសូមប្រាប់តែម្ដងថាខុសដុល្លារមិនបានសូម្បីតែស្ថិតនៅក្នុងកំពូលប្រទេសទាំង5នេះផងព្រោះថាលំដាប់ទី5នោះគឺ Pound Sterling ឬហៅថាលុយផោននៃចក្រភពអង់គ្លេសប្រទេសនេះមិនត្រឹមតែមានតែដ៏ឈ្ងុយឆ្ងាញ់និងកីឡាបាល់ទាត់ដ៏ល្បីល្បាញនោះទេប៉ុន្តែទីក្រុងលន់ដុនគឺជាក្នុងចំណោមមជ្ឈមណ្ឌលផ្នែកហិរញ្ញវត្ថុដ៏ធំជាងគេនៅក្នុងពិភពលោកសេដ្ឋកិច្ចរបស់ពួកគេត្រូវបានជំរុញឲ្យមានការរីកចម្រើនទៅមុខតាមរយៈការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់ពីនាយទុនទាំងឡាយទូទាំងសកលរួមទាំងការផ្ដល់សេវាកម្មផ្នែកហិរញ្ញវត្ថុលំដាប់ពិភពលោកធ្វើឲ្យលុយផោនមានតម្រូវការខ្ពស់ខ្លាំងមែនទែនក្នុង1ផោនមានតម្លៃរហូតដល់ទៅ $1.35 ឬស្មើនឹង $5,429.73 រៀលលំដាប់ទី4នោះគឺ Dinar Jordanប្រទេសនេះគឺជាប្រទេសដែលខុសពីប្រទេសជិតខាងរបស់ខ្លួនដាច់តែម្ដងពីព្រោះថាអ្នកជិតខាងរបស់គាត់នោះគឺអ៊ីស្រាអែលហើយនិងប៉ាឡេស្តៃនដែលតែងតែធ្វើសឹកដាក់គ្នារហូតប៉ុន្តែ Jordan បានជ្រើសរើសធ្វើជាប្រទេសដែលពោពេញទៅដោយដំណើរកម្សាន្តគឺមានកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាច្រើនហើយរងចាំជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុទៅកាន់ប្រទេសជិតខាងថែមទាំងថ្នាក់ដឹកនាំនៅប្រទេសនេះគឺពូកែមែនទែនដោយគាត់ព្យាយាមរក្សាគុណតម្លៃនៃរូបិយប័ណ្ណនៅក្នុងប្រទេសនេះឲ្យស្ថិតស្ថេរហើយនឹងរឹងមាំបំផុតដើម្បីឲ្យអ្នកវិនិយោគទូទាំងពិភពលោកមានការជឿជាក់និងចូលទៅវិនិយោគនៅក្នុងប្រទេសនេះរហូតធ្វើឲ្យរូបិយប័ណ្ណនៅក្នុងប្រទេសនេះ1 Dinar Jordan ស្មើនឹង $1.41 ឬស្មើនឹង $5,652.04 រៀលលំដាប់ទី3គឺ Real Omanប្រទេសនេះមានបានដោយសារតែប្រេងសាំងហើយនិងហ្គាសធម្មជាតិស្រាប់ហើយតែគេនៅតែបោះលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទៅវិនិយោគលើ Solar Cell ឬហៅថាថាមពលដោយប្រើប្រាស់ពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅលើសមុទ្រខ្សាច់ដើម្បីផ្លាស់ប្ដូរថាមពលពីពន្លឺព្រះអាទិត្យឲ្យคล้ายទៅជា Green Energy ឬយើងហៅថាថាមពលធម្មជាតិហើយអាចនាំចេញលក់ទៅកាន់ក្រៅប្រទេសទូទាំងពិភពលោកទោះបីជាបច្ចុប្បន្ននេះមានបញ្ហាផ្នែកប្រេងសាំងឬក៏ប្រេងសាំងខ្វះខាតក៏ពួកគេនៅតែអាចនាំចេញថាមពលដែលដើរដោយពន្លឺព្រះអាទិត្យទៅកាន់ក្រៅប្រទេសបានយ៉ាងច្រើនហើយយូរអង្វែងអាចរកចំណូលបានចូលក្នុងប្រទេសគ្រប់ពេលវេលារហូតធ្វើឲ្យតម្លៃនៃរូបិយប័ណ្ណនៅក្នុងប្រទេសនេះមានការហក់ឡើងពី1 Real Oman ស្មើនឹង $2.60 ឬប្រមាណ $1427.33 រៀលលំដាប់ទី2គឺ Dinar Bahrainប្រទេសនេះគឺជាប្រទេសដែលមានផ្ទៃដីទូចខ្លាំងមែនទែនបើធៀបជាមួយនឹងកម្ពុជាយើងមានផ្ទៃដីតូចជាងរហូតដល់ទៅប្រមាណ237ដងតែទោះបីជាគ្រាន់តែជាកូនកោះប្រទេសតូចមួយក៏ដោយប៉ុន្តែទីនេះគឺជាមជ្ឈមណ្ឌលផ្នែកហិរញ្ញវត្ថុអ៊ីស្លាមទូទាំងពិភពលោកធនាគារអ៊ីស្លាមទូទាំងពិភពលោកនឹងត្រូវសិក្សានិងស្វែងយល់ដើម្បីរៀបចំជាស្តង់ដារធនាគារអ៊ីស្លាមពីប្រទេសនេះអ្នកណាក៏ដោយដែលអាចទាញអ្នកវិនិយោគលំដាប់ម៉ឺនលានពីប្រទេសភូមិភាគមជ្ឈមបូព៌ាបាននោះត្រូវតែឆ្លងកាត់ពួកគេជាមុនសិនហើយដោយស្ថិរភាពផ្នែករូបិយប័ណ្ណរួមជាមួយនឹងភាពមានបានដោយសារតែប្រេងសាំងនិងហ្គាសធម្មជាតិស្រាប់ហើយធ្វើឲ្យតម្លៃនៃហិរញ្ញវត្ថុឬរូបិយប័ណ្ណរបស់ពួកគេស្ថិតក្នុងចំណោមប្រទេសដែលមានតម្លៃហិរញ្ញវត្ថុថ្លៃជាងគេនៅក្នុងពិភពលោកដែល1 Dinar Bahrain មានតម្លៃស្មើនឹង $2.65 សហរដ្ឋអាមេរិកឬប្រមាណ $16,621.35 រៀលហើយលំដាប់ទី1នោះគឺ Dinar Kuwait ប្រទេសនេះគឺជាសេដ្ឋីនៃប្រេងសាំងយ៉ាងពិតប្រាកដពួកគេមានមូលនិធិសម្រងនៅក្នុងប្រទេសយ៉ាងច្រើនរហូតដល់ទៅជាង$35,000 លានសហរដ្ឋអាមេរិកប្រាប់តែម្ដងថាមនុស្សដែលកើតនៅក្នុងប្រទេសនេះគឺប្រៀបដូចជាកើតនៅក្នុងគំនរមាសគំនរប្រាក់អញ្ចឹងគ្រប់គ្នាត្រូវបានរៀន free ហើយអត់ចាំបាច់បង់ពន្ធអ្វីទាំងអស់ហើយបើសិនជាអ្នកមានជំងឺឈឺថ្កាត់ធ្ងន់ធ្ងរអត្ថបាលនិងបញ្ជូនអ្នកហោះទៅកាន់ក្រៅប្រទេសដើម្បីព្យាបាលរួមបញ្ចូលទាំងការព្យាបាល free ទៀតដែលគួរឲ្យ surprise បំផុតនោះគឺខណៈពេលដែលពិភពលោកកំពុងតែមានការជ្រួលច្របល់ដោយសារតែការបិទច្រក Hormuz របស់អ៊ីរ៉ង់ធ្វើឲ្យពិភពលោកមានបញ្ហាខ្វះខាតសាំងដែលមានការហក់ឡើងតម្លៃសាំងខ្លាំងមែនទែនជាពិសេសកម្ពុជាយើងគឺថ្លៃជាងគេតែល្បងគូវេតគឺគាត់អាចអង្គុយផឹកកាហ្វេបែបឈៀលដោយអត់ចាំបាច់បារម្ភអ្វីទាំងអស់ទាំងនោះព្រោះថាគេមានប្រេងសាំងសាគួរទុកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែងដែលអត់ចាំបាច់ទៅសុំអង្វរអ្នកណាហើយមិនមែនយូរអង្វែងត្រឹមតែ60ថ្ងៃឬ6ខែតែវាវែងរហូតដល់ទៅ10ជាងឆ្នាំហើយរដ្ឋាភិបាលគេមានលុយច្រើនដែលអាចយកទៅវិនិយោគទៅកាន់ក្រុមហ៊ុនផ្សេងទូទាំងពិភពលោកមិនថាជាក្រុមហ៊ុន Apple Microsoft ក្រុមហ៊ុន Mercedes-Benz និងក្រុមហ៊ុន Real Estate ឬហៅថាអចលនទ្រព្យដ៏ធំទូទាំងពិភពលោកទោះបីជានៅថ្ងៃស្អែកនេះពិភពលោកខ្វះខាតប្រេងសាំងខ្លាំងកម្រិតណាប៉ុន្តែគូវេតក៏នៅតែអាចរកចំណូលបានតាមរយៈការវិនិយោគពីក្រុមហ៊ុនទូទាំងពិភពលោកបានធម្មតា
រហូតធ្វើឲ្យរូបិយប័ណ្ណនៅក្នុងប្រទេសនេះមានតម្លៃ1 ឌីណាគូវេតស្មើដល់ទៅ $3.24 សហរដ្ឋអាមេរិកឬប្រមាណ $12,990.27 រៀលតាមដាន content ទាក់ទងជាមួយនឹងផ្នត់គំនិតហិរញ្ញវត្ថុរួមជាមួយនឹងអាជីវកម្មទូទាំងពិភពលោក complete account money freedom ហើយចំពោះអ្នកដែលមានគោលបំណងក្នុងការផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រសើរឡើងសៀវភៅមួយក្បាលនេះគឺពិតជាស័ក្តិសមមែនទែនសម្រាប់អ្នកទាំងអស់គ្នាមានទាំងការអនុវត្តបែបងាយៗរួមជាមួយនឹងវិន័យហើយក៏ដូចជាបទពិសោធន៍ល្អៗរបស់បុគ្គលដែលជោគជ័យ 1% នៅក្នុងពិភពលោកគាត់អនុវត្តចាប់អារម្មណ៍អាចទាក់ទងតាមរយៈ Telegram ខាងលើនេះបាន